ល្អណាស់ឯងស្វ័យប្រវត្តិរកដល់មាត់ទ្វារខ្លួនឯងតែឯងត្រូវគិតច្បាស់ណាខ្ញុំទៅធានយានគឺដើម្បីរៀបការទៅមុខទៅជាយ៉ាងណាគឺមិនដឹងទេនៅក្បែរខ្លួនខ្ញុំគ្រោះថ្នាក់ពីពេញបើឯងចង់តាមខ្ញុំនៅក្បែរខ្លួនខ្ញុំគ្រោះថ្នាក់ច្រើនណាស់ថែមទាំងអាចរងការបង្កាច់បង្ខូចទៀតផងជឹងអ៊ីស្ម័គ្រចិត្តតាមបម្រើព្រះនាងឲ្យតែអាចតាមបម្រើព្រះនាងឆ្វេងស្ដាំជឹងអ៊ីមិនខ្លាចអ្វីទាំងអស់យេអឺលោកម្ចាស់លូនេះទៅថ្ងៃមុខជាមនុស្សរបស់យើងហើយឥឡូវនេះនៅកន្លែងនេះរៀបចំរវែងស្នាក់នៅល្អមួយឲ្យគាត់ទៅរៀបចំតែល្អផងណាអរគុណព្រះនាងដែលបានទទួលយកខ្ញុំមិនអីទេក្នុងពេលដែលឯងសម្រេចចិត្តចាក់ចេញពីណានចៅជាមួយខ្ញុំចឹងពួកយើងក៏មិនអាចចាក់ចេញដោយដៃទេដែរឪពុកឯងគួរឲ្យស្អប់ខ្ពើមណាស់ហ៊ានលេបត្របាក់ថ្លៃបណ្ដាការរបស់ម្ដាយឯងចឹងខ្ញុំនឹងជួយឯងដោះស្រាយរឿងនេះហារឿងទារថ្លៃបណ្ដាការនេះខ្ញុំជំនាញណាស់យប់នេះពួកយើងទៅភូមិគ្រឹះត្រកូលលូជួយឯងទារបំណុលទាំងដើមទាំងការមកវិញទាំងអស់ល្អទេអរគុណព្រះនាងក្មេងតូចចង់លេងជាមួយខ្ញុំចាំមើលខ្ញុំមិនបកស្បែកមុខឯងឲ្យអស់ព្រះអង្គដល់ម៉ោងសោយថ្នាំហើយអំបញ្ញមិញយឺតឹងឆាំងនិយាយថាក្នុងភូមិគ្រឹះមានលោកម្ចាស់លូម្នាក់មកដល់ចង់នៅក្បែរខ្លួនរូបព័ត៌មានរបស់ព្រះអង្គពិតជាលឿនមែនគ្រាន់តែថាគាត់ជាមនុស្សកំសត់គ្មានផ្ទះសម្បែងម្នាក់ខ្ញុំឃើញគាត់វៃឆ្លាតក៏ទទួលយកគាត់ទៅគិតថាចង់ឲ្យគាត់ទៅធានយានជាមួយខ្ញុំព្រះអង្គមិនប្រកាន់ទេមែនទេរូបចិត្តល្អយ៉ាងនេះខ្ញុំមិននឹងប្រកាន់ទៅប្រុសស្រីខុសគ្នាបើគេស្នាក់នៅក្នុងទីធ្លារបស់នាងយូរខ្លាចតែមានពាក្យចាមអារាមធ្វើឲ្យខូចកេរ្តិ៍ឈ្មោះនាងនាងជាគូដណ្ដឹងខ្ញុំមិនក៏រំលងឆ្ងាយយ៉ាងនេះនាងមើលក្នុងទីធ្លារបស់ខ្ញុំបន្ទប់ទំនេរច្រើនណាស់មិនស្មើនឹងឲ្យគេមកស្នាក់នៅទីនេះចុះទាំងអាចបំពេញចិត្តចង់មើលថែរបស់នាងថែមទាំងអាចជៀសវាងរឿងអាស្រូវទាំងនោះរូបនាងយល់ថាយ៉ាងម៉េចដែរដើម្បីចងក្រងតួអង្គលូជឹងអ៊ីនេះទុកនៅក្បែរខ្លួនព្រះរាជបុត្រដ៏ខ្ពង់ខ្ពស់សូម្បីតែទឹកមុខក៏មិនចង់បានដែរល្អខ្ញុំចាំមើលថាតើទ្រង់អាចសម្ដែងបានដល់ពេលណានៅតែព្រះអង្គគិតគូរបានល្អិតល្អន់ជាងបែបនេះនាំទុក្ខលំបាកដល់ព្រះអង្គហើយយេអឺទៅអញ្ជើញលោកម្ចាស់លូនោះមកនិយាយថាព្រះអង្គមានព្រះទ័យមេត្តាករុណាចង់ឲ្យគាត់ស្នាក់នៅព្រះរាជដំណាក់ឈីងហ្វុងជាមួយគ្នាចាស់ថ្ងៃនេះខ្ញុំហាក់ដូចជាហត់នឿយបន្តិចហើយគឺថាថ្ងៃស្អែកគ្រួសារសិននឹងរៀបចំពិធីលាគ្នាសម្រាប់រូបនាងក៏ហត់នឿយដែរមិនស្មើនឹងថ្ងៃនេះនាងទៅសម្រាប់មុនចុះចាំលោកម្ចាស់លូនោះមកទុកឲ្យខ្ញុំចាត់ចែងស្នាក់នៅចុះហត់នឿយហេហឹសខ្លាចតែបែកការមិនអាចបង្ហាញខ្លួនជាមួយលោកម្ចាស់លូក្នុងពេលតែមួយបានទេដឹងអញ្ចឹងព្រះអង្គសម្រាប់បានល្អចុះយប់នេះខ្ញុំនៅមានការងារត្រូវធ្វើខ្ញុំសូមលាសិនហើយបាទក្រាបទូលព្រះអង្គព្រះនាងយាងចេញពីភូមិគ្រឹះតែម្នាក់ឯងសម្ដៅទៅឃ្លាំងរបស់ត្រកូលលូហើយលែងនាងទៅបណ្ដាការទាំងនោះនៅក្នុងឃ្លាំងដើមឡើយគឺជារបស់នាងស្រាប់ហើយប្រាប់មនុស្សរបស់យើងមិនបាច់រារាំងទេលួចការពារនាងទៅឲ្យនាងយកតាមចិត្តចុះទូលបង្គំនៅនិយាយមិនទាន់ចប់ទេគឺថាព្រះអង្គឃ្លាំងរបស់ត្រកូលលូត្រូវបោសសម្អាតទេស្អាតអស់ហើយព្រះនាងថែមទាំងបានដុតបំផ្លាញចោលមួយកន្លែងទៀតផងវិធីសាស្ត្ររបស់នាងគឺជំនាញជាងចោលប្លន់ពិតប្រាកដទៅទៀតទេស្អាតអស់ហេក្រាបទូលប៉ុន្តែទូលបង្គំបានពិនិត្យហើយព្រះនាងយាងទៅតែម្នាក់ឯងពិតមែនថែមទាំងមិនបានយករបស់របរធំដុំណាមួយតាមខ្លួនឡើយរបស់របរទាំងនោះហាក់ដូចជារលាយបាត់ដោយគ្មានស្រមោលអញ្ចឹងព្រះអង្គមានព្រះទ័យបន្ធូរដៃឲ្យប៉ុន្តែការដែលមនុស្សម្នាក់អាចដឹកជញ្ជូនឃ្លាំងទាំងមូលដោយគ្មានសម្លេងសោះបែបនេះពិតជាមិនធម្មតាទេ